vậy theo nó cái đá tờ lé miền ê tiết hay miền chợ cháu tiết là miền cháu cháy tiết ô hôនេះជាជ្រុងមួយនៃទេសចរក្នុងស្រុកដែលខ្ញុំគិតថាបងប្អូនយើងខ្លះមិនទាន់បានទៅដល់ដែលជាអារម្មណ៍រំភើបនិងកោតសរសើរទៅដល់អ៊ំដែលជាអ្នកអ៊ំទូកជូនភ្ញៀវទេសចរនៅតំបន់មួយនេះសហគមន៍ធម្មជាតិកំពង់ភ្លុកគឺពិតជាកន្លែងមួយដែលយើងមិនអាចមើលរំលងបានទេពេលមកលេងខេត្តសៀមរាបព្រោះថាតំបន់មួយនេះមិនត្រឹមតែមានព្រៃលិចទឹកដ៏ស្រស់ស្អាតទេយើងមកដើរលេងក៏បានជួយទៅដល់អ៊ំចាស់ដែលគាត់អ៊ំទូកនៅតំបន់មួយនេះផងដែរជួបរៀបសុំចង់រៀបសួរពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីមួយទៀតរបស់ខ្ញុំនូទីដែលវីដេអូនេះខ្ញុំនឹងមកផ្សព្វផ្សាយពីសហគមន៍មួយដែលមានចម្ងាយប្រហែល30គីឡូម៉ែត្រពីក្រុងសៀមរាបសម្រាប់ផ្លូវធ្វើដំណើរអត់ពិបាកទេឡានទាបក៏អាចជិះមកបានដែរព្រោះផ្លូវគឺចាក់កស៊ូស្អាតហើយទូកដែលខ្ញុំធ្វើដំណើរនេះគឺមានតម្លៃ 80000 រៀលឡើងទៅតាមចំនួនមនុស្សដែលអ្នកទាំងអស់គ្នាទៅតិចឬក៏ច្រើនសម្រាប់ពួកខ្ញុំទៅប្រហែលជា 5-6 នាក់តែក៏សូមបញ្ជាក់ផងដែរកន្លែងដែលពួកខ្ញុំកំពុងជិះទូកនេះគឺខែប្រាំងគោកយើងអាចជិះម៉ូតូជិះឡានដល់បានតែបើខែវស្សាដូចជាឥឡូវនេះគឺនៅមានទឹកមានទេសភាពបែបនេះគឺស្អាតខ្លាំងមែនតើឃើញផ្ទះអ្នកភូមិក៏រស់នៅបែបរៀងខ្ពស់និយាយទៅសម្រាប់ខ្ញុំគឺប្លែកភ្នែកស្អាតខ្លាំងមែនតើខ្ញុំសប្រាយរហូតហ្មងពេលឃើញផ្ទះអ្នកភូមិក៏ធ្វើខ្ពស់ផុតពីទឹកហើយគាត់នៅបែបហ្នឹងណាហើយបើមកលេងចង់ស្នាក់នៅហ្នឹងក៏អាចស្នាក់នៅបានដែរគេមានផ្ទះស្នាក់បែបផ្ទះអ្នកភូមិនៅលើហ្នឹងគឺគេរៀបចំស្អាតខ្លាំងមែនតើមិនថាខែប្រាំងឬខែវស្សាទេជិះទូកប្រហែល15នាទីពួកខ្ញុំក៏មកដល់សហគមន៍ទេសចរកំពង់ភ្លុកនៅហ្នឹងគឺគេមានសត្វចិញ្ចឹមមួយចំនួនហើយក៏មានលក់នំចំណីផ្សេងហើយយើងក៏អាចឈប់ទូកនៅហ្នឹងជិះទូកតូចលេងកំសាន្តហើយសម្រាប់សម្បត្តិទូកជិះលេងកំសាន្តហ្នឹងគឺគេគិតចំនួនមនុស្សម្នាក់$3ហើយទូកមួយយើងអាចជិះបាន2ទៅ3នាក់តាមទូកតូចទូកធំបើសិនជាយើងទៅម្នាក់ឯងក៏អាចជិះទូកមួយបានដូចគ្នាសម្រាប់រយៈពេលជិះទូកប្រហែលជាខ្ទង់20នាទីទៅកន្លះម៉ោងតាមយើងជិះលឿនជិះយឺតយើងមើលច្រើនយើងនិយាយលេងច្រើនអត់ខ្ញុំសង្កេតឃើញអ្នកបើកទូកទាំងអស់គឺសិតតែនារីហើយក៏មានវ័យចំណាស់ច្រើនដែរអញ្ចឹងខ្ញុំគិតថាអ្នកទាំងអស់គ្នាគួរតែមកលេងនៅតំបន់នេះគួរតែមកហ្មងពេលដែលមកលេងសៀមរាបព្រោះថាបានជួយទៅដល់អ៊ំចាស់នៅហ្នឹងព្រោះពួកគាត់មានចំណូលតែខែវស្សាហ្នឹងទេហើយទេសភាពនៅហ្នឹងពិតជាស្អាតខ្លាំងមែនតើអ្នកទាំងអស់គ្នាខ្ញុំអត់ដឹងថាត្រូវថ្លែងអួតប្រាប់អ្នកទាំងអស់គ្នាថាម៉េចគុំតែគេអត់ឲ្យខ្ញុំបរោះដ្រូននេះបើបានបរោះដ្រូនដល់ប្លង់នៅហ្នឹងទៀតមិនដឹងថាឃើញស្អាតខ្លាំងប៉ុណ្ណាជាពិសេសពេលពួកខ្ញុំកំពុងតែជិះទូកហ្នឹងណាអូខ្ញុំនិយាយមែនគឺសប្បាយចិត្តអមភើបអ្នកទាំងអស់គ្នាមើលអាទឹកមុខពួកខ្ញុំទៅដឹងហើយម្នាក់សប្បាយញឹមស្រស់ជាពិសេសគឺអារម្មណ៍ម្នាក់គឺប្លែកណាអត់ដែលមកជួបអារម្មណ៍បែបហ្នឹងធ្វើដំណើរមកដល់ពាក់កណ្ដាលផ្លូវគេក៏មានកន្លែងលក់ចាប់ព្រួយលើទូកបែបបុរាណកន្លែងហ្នឹងខ្ញុំពិតជាសប្បាយមែនតើដោយសារមាននំចំណីផ្លែឈើមកជូរភេសជ្ជៈផ្សេងទៅលើទូកហ្នឹងហ្មងពួកខ្ញុំទិញភេសជ្ជៈខ្លះទិញនំចំណីខ្លះអូយយមែនសប្បាយហើយហ្នឹងក៏ដល់ពាក់កណ្ដាលផ្លូវហើយការធ្វើដំណើរហ្នឹងគឺគេជិះមកជុំគេជិះទៅដល់កញ្ចុះមួយទៀតដែលគេមានលក់បាយភេសជ្ជៈមានកពើឲ្យយើងមើលណាកពើហ្នឹងក៏គេមានលក់ជាសាច់ឆាឬក៏ក្រៀមក្រោះដូចអ្នកទាំងអស់គ្នាបានឃើញអញ្ចឹងមានស្រាមានច្រើនណាស់អ្នកទាំងអស់គ្នាខ្ញុំនិយាយមែនខ្ញុំអត់បានថតអស់មកទេខ្ញុំថតនេះកាត់ខ្លីៗឲ្យអ្នកទាំងអស់គ្នាទេអូយដាក់មួយបន្ទាប់ពីកំសាន្តនៅនឹងអស់ចិត្តពួកខ្ញុំក៏ធ្វើដំណើរបន្តទៅលើផ្ទៃបឹងទន្លេសាបបន្តទៀតដោយសារតាគាត់ថាល្ងាចឡើងនៅនឹងគឺស្អាតខ្លាំងមែនតើពេលចេញមកដល់នឹងមានអារម្មណ៍ថាខ្លួនឯងដូចមកដល់កណ្ដាលសមុទ្រចឹងអ្នកទាំងអស់គ្នាគឺដាច់កោះដាច់ត្រោយអស់ហើយពួកខ្ញុំអង្គុយលើទូកចែកគ្នាលេងអង្គុយគុនទេសភាពថ្ងៃលិចនិយាយពីថាស្អាតអូយស្អាតនៅនឹងមិនត្រឹមតែប៉ុណ្្នឹងឯងអីដែលពិសេសគឺមានអ្នកលក់ចាប់រួយនៅនឹងគាត់ជិះមកលេងយើងទៀតអ្នកទាំងអស់គ្នានិយាយថាជីវិតអត់មានអីសង្គ្រោះដូចចឹងឯងនៅកណ្ដាលទន្លេដាច់សង្វែងចឹងកណ្ដាលទន្លេដាច់សង្វែងដាច់បាយណាតែអីគាត់មានលក់សពគ្រប់អូយមានតាំងពីនំកញ្ចប់មានតាំងពីស្រាមានតាំងពីទឹកក្រូចតែខ្ញុំអត់មានលុយទិញនឹងធ្វើមិនគាត់ឲ្យអត់នៅយើងសុំគាត់ណាអូនមកកណ្ដាលទន្លេផឹកដូងអីគាត់រើសបានក្នុងទឹកដើមរៀងអីមានអីគេមិញអីចូលអីថានៅកណ្ដាលទន្លេមានអីទៀតហើយមានចាក់ខ្ចៅទៀតមានខ្ចៅចាក់ទៀតអូហូសរុបចុងក្រោយបើអ្នកទាំងអស់គ្នាមកដើរលេងហ្នឹងគឺមិនខកបំណងទេព្រោះមានកន្លែងដើរលេងច្រើនមានកន្លែងថតរូបច្រើនជាពិសេសគឺមកពេលល្ងាចដូចខ្ញុំអញ្ចឹងគឺមិនខកបំណងទេទេសភាពនៅហ្នឹងគឺពិតជាស្អាតខ្លាំងមែនទែនកុំភ្លេចគិតដល់អ៊ំផងយើងក៏បានជួយទៅដល់ពួកគាត់ឲ្យគាត់មានចំណូលសម្រាប់ជួយចិញ្ចឹមគ្រួសារពួកគាត់ហើយវីដេអូនេះក៏មកដល់ទីបញ្ចប់ហើយអរគុណច្រើនអ្នកទាំងអស់គ្នាជួបគ្នាវីដេអូក្រោយបាយបាយ